ថ្ងៃនេះយើងសូមមកចែករំលែកអំពីការដាក់ country restrict តើការដាក់ country restrict វាមានសារៈប្រយោជន៍បែបណាសម្រាប់បងដែលគាត់ boot តាក់ទងនឹង brand ផ្សេងដូចជាម៉ាកយីហោល្បីៗអញ្ចឹងណាចង់បានចំណេះដឹងថ្មីកុំភ្លេច join channel The DTT Team The DTT Team គឺជា channel ដែលចែករំលែកតាក់ទងនឹងបច្ចេកវិទ្យានិងគន្លឹះថ្មីតាក់ទងនឹងបច្ចេកវិទ្យាអញ្ចឹងឥឡូវនេះគឺខ្ញុំមកលើកឧទាហរណ៍មួយឧទាហរណ៍ថាបើសិនជាបងប្អូនអរគ្នាលក់នៅផលិតផលដូចជា brand channel ឧទាហរណ៍អញ្ចឹងណាដូចថាកាបូបមក brand channel មិនថាជារបស់ពុកពីឬក៏ជារបស់ original ទេគឺវាងាយនឹង restrict មែនតើគឺបងប្អូនយកអា brand ទាំងអស់ហ្នឹងយកទៅ boot ទៅគឺវានឹង restrict ហើយពេលខ្លះគឺខាងក្រុមហ៊ុនគេ report ធ្វើឲ្យដាច់ page របស់បងប្អូនតែម្ដងក៏មានដែរអញ្ចឹងហើយក្នុងការជៀសវាងនៃការ restrict បែបហ្នឹងគឺបងប្អូនអាចធ្វើតាមវិធីសាស្ត្រនេះបានហើយវិធីសាស្ត្រនេះគឺជាវិធីសាស្ត្រដែលខ្ញុំតែងតែប្រើទេអញ្ចឹងបើសិនជាបងប្អូនមានចំណុចផ្សេងឬក៏វិធីសាស្ត្រផ្សេងគឺបងប្អូនអាចធ្វើរបៀបផ្សេងបានអញ្ចឹងណាប៉ុន្តែអានេះខ្ញុំយកបទពិសោធន៍របស់ខ្ញុំដែលធ្លាប់ជួបកន្លងមកហើយខ្ញុំប្រើវាទៅមានប្រសិទ្ធភាពគឺខ្ញុំយកវិធីសាស្ត្រហ្នឹងមកធ្វើអញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាបើសិនបងប្អូនយក brand របស់គេយកមក boot ឧទាហរណ៍ថា channel អញ្ចឹងឧទាហរណ៍ថា channel គឺយកមកពីប្រទេសបារាំងអាហ្នឹងគ្រាន់តែជាការឧទាហរណ៍ទេខ្ញុំក៏អត់ដឹងថាbrand channel គឺគេយកមកពីណាដែរឧទាហរណ៍កាបូបអីចឹងណាខ្ញុំក៏អត់ដឹងដែរតែអានេះជាការឧទាហរណ៍របស់ខ្ញុំទេអញ្ចឹងឧទាហរណ៍ថាកាបូបមួយ brand channel ហ្នឹងយើងយកមកពីប្រទេសបារាំងអញ្ចឹងវានឹងអាចជាប់នៅ license របស់គេអញ្ចឹងពេលដែលយើង boot ទៅអញ្ចឹងអាចប្រទេសបារាំងហ្នឹងគេឃើញអញ្ចឹងម្ចាស់គេឃើញអញ្ចឹងគេអាចនឹងដាក់ស្នើសុំ right manager ពីខាង Facebook អញ្ចឹងដែលគេបានចុះកម្មសិទ្ធិត្រឹមត្រូវអីចឹងណាអញ្ចឹងបើដាក់ report មក page យើងអញ្ចឹងធ្វើឲ្យ page យើងត្រូវបាន Facebook remove ចោលពេលខ្លះគឺយើង boot ទៅអត់បានទេដោយសារអីគឺវា restrict តែម្ដងដោយសារតែរបស់យើងគឺជាប់ brand មិនថា brand copy ក៏ដោយ original ក៏ដោយគឺវាមានហានិភ័យមែនទែនអញ្ចឹងហើយមានតែវិធីសាស្ត្រនេះទេគឺអាចជួយកាត់បន្ថយការ restrict នឹងបានអញ្ចឹងណាអញ្ចឹងបើសិនជាក្នុងករណីដែលបងប្អូនជួបបញ្ហាហ្នឹងឧទាហរណ៍ថាឥឡូវខាង Facebook គេបាន report មកហើយអញ្ចឹងធ្វើឲ្យ page យើងបាត់ហើយបើយើងដាក់ស្នើសុំគឺអត្រាដែលបានគឺទាបមែនទែនតែម្ដងដោយសារអីគឺវាជាប់ brand ដោយសារយើងអត់មានទឹកមាត់ប្រៃដើម្បីទៅនិយាយទេដោយសារតែគេគឺជាម្ចាស់កម្មសិទ្ធិគេបានចុះកម្មសិទ្ធិមុនយើងអីចឹងទៅគឺយើងទូជាងគេអញ្ចឹងទោះការស្នើសុំរបស់យើងក៏វាអត់មានប្រសិទ្ធភាពដែរអញ្ចឹងណាអញ្ចឹងវិធីសាស្ត្រនេះគឺល្អមែនតើសម្រាប់បងដែលគាត់កំពុងតែជួបបញ្ហាបែបនេះអញ្ចឹងឥឡូវយើងក៏មកខាត់ពេលយូរយើងចូលទៅមើលពីវិធីសាស្ត្រនៃការដាក់ restrict country ឬក៏ country restrict នឹងអ្នកគ្នាចឹងជាដំបូងគឺយើងចូលទៅកាន់ setting មកបន្តមកទៀតគឺយើងចុចកន្លែងនេះកន្លែង find the setting unit ហ្នឹងណាគឺយើងអាច search កន្លែងហ្នឹងមកយើងដាក់ថា country restrict មក country restrict មកអូខេនេះគឺបងប្អូនគឺកន្លែងនេះគឺ country restriction ចឹងបងប្អូនចុចកន្លែងព្រួយហ្នឹងមកបន្តមកទៀតគឺវានឹង load កន្លែងនេះហើយ country restrict អញ្ចឹងកន្លែងនេះគឺយើងមាន2ជម្រើសក្នុងការបិទវាគឺទី1គឺយើងអាចសូប្រទេសដែលយើងចង់បើកតែមួយប្រទេសកូដមានន័យថាយើងឧទាហរណ៍ថាឥឡូវខ្ញុំចង់ឲ្យតែប្រទេសខ្មែរឃើញនៅ page ខ្ញុំតែមួយឯងអញ្ចឹងខ្ញុំអាចដាក់កន្លែងនេះគឺ show only នឹងបានគឺឲ្យតែប្រទេសខ្មែរហ្នឹងឃើញបានហើយគឺប្រទេសផ្សេងគឺអត់អាចមើលអ្វីដែលយើងបានផុសឬក៏ page យើងឃើញទេប៉ុន្តែឧទាហរណ៍ថាបើសិនជាបងប្អូនទាំងគ្នាចង់បង្ហាញគ្រប់ប្រទេសទាំងអស់ប៉ុន្តែបិទប្រទេសមួយមិនឲ្យគេឃើញអត់ឲ្យប្រទេសនឹងឃើញណាចឹងបងប្អូនអាចចុច hide from នេះបានចឹងឧទាហរណ៍ថាឥឡូវខ្ញុំចង់ឲ្យតែប្រទេសខ្មែរឃើញតែមួយប្រទេសឯងប្រទេសផ្សេងគឺខ្ញុំបិទអត់ឲ្យឃើញទាំងអស់អត់ឲ្យឃើញ page របស់ខ្ញុំឯណាចឹងឧទាហរណ៍ថាអញ្ចឹងខ្ញុំវាយមកដាក់ Cambodia មកនេះគឺ Cambodia អញ្ចឹងយើងចុច select ពាក្យថា Cambodia នឹងមកបន្តមកទៀតគឺយើងចុច show only នេះមកអាហ្នឹងបើសិនជាបងប្អូនចង់ឲ្យតែប្រទេសមួយឃើញយើងមានន័យថាប្រជាជននៅប្រទេសកម្ពុជាឃើញយើងគឺយើងអាចចុច Cambodia ហើយបន្ទាប់មកយើងចុចពាក្យថា show only ប៉ុន្តែឧទាហរណ៍ថាបើសិនជាបងប្អូនទាំងអស់គ្នា
ចង់ high នៅប្រទេសនឹងវិញអត់ឲ្យឃើញខ្ញុំថតថាឥឡូវ brand បងប្អូនជាប់ copyright នៅអាមេរិកអីចឹងទៅយើងអាច show កន្លែងដាក់ high កន្លែងនេះបានអញ្ចឹងណាយើងដាក់ high ទៅឧទាហរណ៍ថាឥឡូវខ្ញុំអត់ចង់ឲ្យប្រទេសខ្មែរឃើញទេហើយប្រទេសផ្សេងអាចឃើញប្រទេសខ្មែរគឺអត់អាចឃើញយើងចុច high from បានតែបើចង់ឲ្យឃើញគឺយើងដាក់ show only បានហើយបន្ទាប់មកទៀតគឺមិនដាក់បានតែមួយទេយើងអាចដាក់ប្រទេសអីផ្សេងបានទៀតណាបានច្រើនទៀតអានឹងអាស្រ័យទៅលើបងប្អូនទាំងអស់គ្នាចង់ដាក់អញ្ចឹងណាពេលដែលយើងដាក់ប្រទេសដែលយើងចង់បិទឬក៏យើងចង់បើកឲ្យឃើញតែមួយនឹងហើយបងប្អូនអាចចុចពាក្យថា save ទៅអូខេយើងចុចពាក្យថា save ទៅគឺប៉ុណ្្នឹងហើយគឺមានន័យថា page មួយហ្នឹងគឺប្រទេសផ្សេងអត់អាចឃើញទេប៉ុន្តែប្រទេសខ្មែរគឺអាចឃើញប្រជាជនខ្មែរគឺអាចឃើញអញ្ចឹងណាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនមានចម្ងល់អីអាច comment នៅក្នុងវីដេអូខ្ញុំបានឬក៏ chat direct មកខ្ញុំបានគឺខ្ញុំរីករាយនឹង support បងប្អូនទាំងគ្នាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ